ថ្ងៃបានរបស់ញ៉ាំយងទេបងប្អូនបើមិនចឹងទេរកសក្តីសុខអត់ឃើញទេចង់សួរអ្នកទាំងអស់គ្នាវិញតើសក្តីសុខអ្នកទាំងអស់គ្នាគឺអ្វីដែរដូច admin ញ៉ាំឆ្ងាញ់គេងលក់ស្រួលឃើញខ្លួនឯងស្អាតជាក់ស្ដែងនៅបញ្ចុងថ្ងៃនេះដែរគឺសាលាគាត់អ្នករៀបចំជូនទេជាក់ស្ដែងថ្ងៃនេះមួយថ្ងៃពេញគឺឈៀលរហូតសបាយកាត់ stress ពុកប្រហែលថ្ងៃនេះនេះបាទមីក្មេងបាយឆាមីក្មេងហើយឆាតោះនេះមកកូនពួកខ្ញុំរៀងសាច់កម្មតែឲ្យបងប្អូននៅបាយតែវាអត់ឆ្ងាញ់ទេតវិចអញ្ចឹងមិនឆ្ងាញ់សំខាន់ខ្យល់ទេសភាពមកអែមហ្មងបរិយាកាសកូនស្មនេះបរិយាកាសអែមហ្មង relax ហ្មងបរិយាកាសអានឈៀលrelax ហ្នឹងអ្នកទាំងអស់គ្នាព្រឹកឡើងកញ្ញាញ់ដែរហ្នឹងព្រោះការងាររៀងច្រើនចូលខែថ្មីការងារច្រើនសមិទ្ធផលច្រើនតកតងសេវាក៏ដូចគ្នាដែរអ្នកទាំងអស់គ្នាប្រជាពលរដ្ឋក៏អញ្ជើញមកទទួលសេវាតាំងពីក្នុងរហូតដល់ក្រៅដែលក្រុមការងារយើងរីករាយរាក់ទាក់ទទួលគាត់ជាក់ស្ដែងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយើងអត់ខ្លាចអាជ្ញាធរទេគាត់ឆ្ងល់អីគាត់មានការអីគឺមកភ្លាមអាដៃល្អពេកឥឡូវទទួលបានសមិទ្ធផលថ្មីសម្រាប់ឃុំលើកទឹកចិត្តដល់ក្រុមការងារអនុវត្តកន្លងមកថ្ងៃនេះបងថ្ងៃនេះថ្ងៃពុធទេប៉ុន្តែការបម្រើសេវាប្រជាពលរដ្ឋមកពេញបើតាំងពីក្នុងរហូតដល់ក្រៅការងារយើងមកបំពេញសេវាពេញដៃអ្នកខ្លះតងន់ចិត្តគ្រប់ខែក៏ឆ្លៀតបំពេញការងារទៀតអ្នកតាស៊ូគួរឲ្យពុំឈឺពោះអូយមកបរិយាការងារទៀតអានការបម្រើសេវាត្រូវបានលើកកម្ពស់ហើយនេះលាក្រុមការងារយើងហើយមេឃុំខ្ញុំក៏រវល់ក្រុមការងាររវល់ដល់ខាងក្រៅបងប្អូនពេលឃើញថាតាំងពីរៀបចំយន្តការច្រកចេញចូលមកពលរដ្ឋគាត់ងាយស្រួលជាងមុនទទួលព័ត៌មានសេះកន្លែងអង្គុយសមរម្យសំខាន់ក្រុមការងារយើងយកចិត្តទុកដាក់ទៀតការងារខ្ញុំនេះចាប់ដើមជួយពោះប្រាពងលាគ្នាមើលមុខអ្នកតងន់ចង់ស្អាតជាងដល់លីទៀតបងប្អូនអើយនៅពេលដែលយើងរៀបចំទីកន្លែងទទួលសេវាបានល្អមិនថាអ្នកបម្រើសេវានិងអ្នកទទួលសេវាមានអារម្មណ៍រីករាយក្នុងការបំពេញការងាររលូនជោគជ័យទាំងអស់គ្នាអូខេរីករាយថ្ងៃពុធថ្ងៃណាក៏ល្អអារម្មណ៍ល្អទៅបានគឺដោយសារការចាត់ចែងពេលវេលាជាទូទៅព្រឹកឡើងមុននឹងបំពេញការងារ admin ត្រូវធ្វើអ្វីដើម្បីខ្លួនឯងងារនៅក្នុងគ្រួសារគឺបែងចែកដាច់ហើយប្តីធ្វើអីប្រពន្ធធ្វើអីសំខាន់ម្នាក់តែបំពេញការងារឲ្យទាន់ពេលវេលារៀងខ្លួនទាំងការចាត់ចែងកូនទាំងការរៀបចំរកស៊ីជាដើមព្រោះ admin តែពេលដល់កន្លែងគឺរវល់ការងារជាច្រើនដែលត្រូវធ្វើហើយដូច្នេះការក្រោកពីព្រឹកនិងរៀបចំផែនការជារឿងចាំបាច់ព្រោះកាលមុនណាអ្នកទាំងអស់គ្នា admin ធ្វើរឿងជាច្រើនតែបានកត់ទេធ្វើឲ្យភ្លេចភ្លាំងដល់ពេលអញ្ចឹងទៅកែកំហុសខ្លួនឯងនៅប្រចាំថ្ងៃហ្នឹងឆ្លុះបញ្ចាំងខ្លួនឯងថាបានធ្វើអីខ្លះឲ្យសម្រេចដល់ណាហើយជាប្រចាំថ្ងៃទៅអាចធ្វើការឆ្លុះបញ្ចាំងខ្លួនឯងថាអភិវឌ្ឍឬក៏ដើរថយក្រោយពេលដែលបានកាត់អញ្ចឹងបានដឹងថាខ្លួនឯងបានធ្វើរឿងជាច្រើនឆ្នៃតម្រាំហើយការងាររួចដល់ពេលវេលាខ្លួនឯងគឺពេលវេលាសម្រាប់អាហារថ្ងៃត្រង់មិនគិតអ្វីទាំងអស់គឺសំខាន់ផ្លូវចិត្តអារម្មណ៍សប្បាយរីករាយសម្រាប់ឲ្យពេញភ្នែកអានេះហើយជាក្តីសុខមានន័យថាគ្រួសារពេលវេលាជីវិតផ្ទាល់ខ្លួនបែងចែកឲ្យដាច់ពេលធ្វើកុំលេងពេលលេងកុំធ្វើតែ admin ចាប់ដើមធ្វើការងារគឺបដោតឆ្នៃមួយថ្ងៃពេញនេះល្វើយណាស់អញ្ចឹងគួរតែឈៀលខ្លះដើម្បីជួបជុំក្រុមគ្រួសារនិងផ្ដល់ក្តីសុខឲ្យខ្លួនឯងនៅរយៈពេលមួយថ្ងៃពេញអ្នកទាំងអស់គ្នាយ៉ាងណាដែរមកចប់ admin សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូរបស់ admin អរគុណឯងដែលចូលរួមមកក្នុងវិស័យ YouTuber នេះដើម្បីរក្សាការចងចាំល្អជាមួយក្រុមគ្រួសារដែលអភិវឌ្ឍខ្លួនឯងលើវិស័យនេះដូច្នេះជូនពរអ្នកទាំងអស់គ្នាជោគជ័យក្នុងវិស័យ YouTuber អ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយ relax ហ្មងបរិយាកាស